Bạnនៅក្នុងវីដេអូហ្នឹងដែរខ្ញុំចង់បង្ហាញពីរបៀបយើង import preset របស់យើងដើម្បីនៅក្នុង screen របស់យើងនេះឲ្យវាជាពេលយើង export ទៅជា file 4K អញ្ចឹងយើងចូលមកលេង export បន្តមកទៀតយើងរើសលេងនេះហើយយើង import preset របស់យើងមកឥឡូវឧទាហរណ៍នេះខ្ញុំមាន preset នេះ CBR 100 MB per second នេះអញ្ចឹងខ្ញុំ import ឡើងចូលមកហើយយើងពេលដែល import មកវាមកហើយយើង rename ដល់ឥឡូវយើងចង់ឧទាហរណ៍យើងចង់ save preset របស់យើង save មកយើងដាក់ឈ្មោះមកឥឡូវឧទាហរណ៍ខ្ញុំដាក់ 4K preset អញ្ចឹងមកហើយយើងចង់ rename អីទៀតក៏បានដែរឧទាហរណ៍ថា24 fps 100 Mbps 24 frame ស្គែនហើយយើង save មកអញ្ចឹងវា load ដល់ 4K ហ្នឹងអញ្ចឹងអ្វីដែលយើងសម្គាល់គឺដាក់មកឲ្យឧទាហរណ៍ឥឡូវនេះខ្ញុំដាក់មុនគឺអញ្ចឹងហើយយើងបន្តមកយើង export ទៅអញ្ចឹងវាបាននេះ400ក្នុងទំហំវីដេអូរបស់យើងគឺ file របស់យើងគឺ541បើឥឡូវយើងឧទាហរណ៍យើងតាម high bitrate ហ្នឹងវាតែ100 មេជាងទេអញ្ចឹងឧទាហរណ៍ខ្ញុំយក high វាបានតែ400ជាងទៅសិនតែយើងយក preset ដែលខ្ញុំបានដាក់ហ្នឹងគឺវាឡើងនៅក្នុង preset ហ្នឹងវាអត់មានអីច្រើនទេវាចូលទៅកែទៅនៅក្នុងវីដេអូចូលដូចនេះ30ហើយយក maximum render maximum នេះហើយនេះយើងយក hardware encoded មកដោយសារកុងទ័រយើងខ្លាំងបើសិនកុងទ័រយើងមុំទេយើងយក software នេះមកបាន export ទៅអញ្ចឹងវាទៅក្នុងវីដេអូមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀត